ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំចង់ជូនដំណឹងទៅពុកម៉ែបងប្អូនទាំងអស់គ្នាថានៅថ្ងៃសៅរ៍ទី13ខាងមុខនេះពួកយើងទាំងអស់គ្នានឹងយកជំនួយទៅជួយជនភៀសសិទ្ធនៅក្នុងស្រុកបវលខេត្តបាត់ដំបងសម្រាប់សុខបវលជាសុខណាត់របស់ខ្ញុំផ្ទាល់អញ្ចឹងខ្ញុំឃើញបងខ្ញុំក៏ដូចជាលោកពុករបស់ខ្ញុំគាត់ផុសមកថាមានជនភៀសសិទ្ធយើងគាត់ចូលក្នុងស្រុកបវលហ្នឹងគឺច្រើនខ្លាំងមែនតើអញ្ចឹងមុនដំបូងខ្ញុំគិតថាខ្ញុំហើយនឹងកូនសិស្សខ្ញុំនាំយកតែថវិកាតិចតួចហើយតាមលក្ខណៈថាផ្ទៃក្នុងយើងណាតូចថាតាក់ទងតែផ្ទៃក្នុងគ្រូហើយសិស្សហើយនឹងមិត្តភ័ក្តិបងប្អូនដែលស្គាល់គ្នាទេយើងចូលរួមគ្នាតិចតួចទេប៉ុន្តែឥឡូវហ្នឹងកំណើនជនភៀសសិទ្ធគាត់មកច្រើនខ្លាំងមែនតើអញ្ចឹងហើយមានតែធ្វើវីដេអូជូនដំណឹងទៅដល់បងប្អូនដែលជា fan ក៏ដូចជាអ្នកដែលគាត់ចង់ចូលរួមតាមរយៈខ្ញុំហើយជាពិសេសអ្នកដែលគាត់ធ្លាប់រស់នៅខេត្តបាត់ដំបងស្រុកបវលសពៅលូនគម្រៀងក្នុងព្រឹកហ្នឹងអាចចូលរួមតាមរយៈខ្ញុំបានខ្ញុំនឹងទៅថ្ងៃសៅរ៍ចាថ្ងៃសៅរ៍ព្រលឹមឡើងម៉ោង5ខ្ញុំចេញទៅវិញអញ្ចឹងបើសិនជាបងប្អូនចង់ចូលរួមជំនួយតាមរយៈខ្ញុំទាំងពីរបងប្អូនអាចចូលបានចាយើងទទួលបានព័ត៌មានពីសមត្ថកិច្ចដែលចូលនៅទីតាំងនោះផ្ទាល់រួមជាមួយនឹងមេភូមិមេស្រុកគាត់បានផ្ដល់ព័ត៌មានមកថាកំណើនជនភៀសសិទ្ធគឺកើនច្រើនខ្លាំងមែនទែនពីមួយថ្ងៃទៅមួយថ្ងៃហើយសម្រាប់ជនភៀសសិទ្ធនៅទីនោះផ្ទាល់គឺមានការខ្វះខាតជាខ្លាំងបាទហើយអញ្ចឹងត្រូវការជំនួយពីបងប្អូនសប្បុរសធម៌ទាំងអស់គ្នាបាទអញ្ចឹងនៅក្នុងកលៈទេសៈនេះកំពុងតែប្រទេសកំពុងតែមានសង្គ្រាមឈ្លានពានទឹកដីបាទហើយយើងមានតែការស្រឡាញ់រួបរวมគ្នាបាទទឹកចិត្តតិចក្តីច្រើនក្តីរួបរวมគ្នាបាទហើយរាល់តែហាមតែមួយគឺនៅពេលនេះគឺកុំឆ្លោះគ្នាអីបាទយើងកុំឆ្លោះគ្នាយើងទុកបន្លែចាញ់នៅពេលនេះគឺពេលដែលយើងត្រូវរួបរวมគ្នាជាកម្លាំងបាទចាដូចពួកខ្ញុំដែលជាប្រជាជនសាមញ្ញធម្មតាអញ្ចឹងគឺខ្ញុំមានតែការលើកទឹកចិត្តហើយនឹងជួយចាឧបត្ថម្ភជាស្បៀងអាហារធ្វើឲ្យបានរស់សិនឲ្យបានហូបសិនកិច្ចផុតពីគ្រាប់កាភ្លើងពីគ្រាប់អាវុធរបស់សៀមសិនអញ្ចឹងបងប្អូនទាំងអស់គ្នាបើសិនជាចង់ចូលរួមជាមួយនឹងពួកខ្ញុំអាចចូលរួមបានទាំងអស់គ្នារីករាយអញ្ចឹងចាំពួកយើងដាក់ QR code នៅក្រោម comment បាទជំរាបលា